មនាលភិក្ខុទាំងឡាយពាក្យខាងមុខនៅមានទៀតភិក្ខុឃើញនៅសរីរៈស្លាប់ដែលគេចោលនៅក្នុងព្រៃស្មោសានទោះស្លាប់អស់1ថ្ងៃក្តីស្លាប់អស់2ថ្ងៃក្តីស្លាប់អស់3ថ្ងៃក្តីដែលកំពុងហើរមានសម្បុរខៀវដោយច្រើនមានខ្ទុះហូរចេញតាមទ្វារផ្សេងដូចដេចមិញភិក្ខុនោះក៏បង្អោនសរីរៈស្លាប់នោះមកប្រៀបផ្ទឹមនឹងកាយនេះឯងថាសូម្បីកាយនេះសោតក៏គង់នឹងមានសភាពដូច្នោះគង់នឹងคล้ายទៅជាដូច្នោះនឹងកន្លងនៅភាវៈដូច្នោះពុំបានឡើយភិក្ខុពិចារណាឃើញនៅកាយក្នុងកាយជាខាងក្នុងជាប្រក្រតីដោយកំណត់នៅអសុភៈមានអសុភៈកំពុងហើមជាដើមគ្រប់អរិយាបថទាំង4យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយពាក្យខាងមុខនៅមានទៀតភិក្ខុក៏បីឃើញនៅសរីរៈស្លាប់ដែលគេចោលនៅក្នុងព្រៃស្មោសានដែលក្អែកទាំងឡាយកំពុងចឹកស៊ីក្តីត្រដក់គម្រង់ទាំងឡាយកំពុងចឹកស៊ីក្តីថ្មាតទាំងឡាយកំពុងចឹកស៊ីក្តីសត្វស្វានទាំងឡាយកំពុងកកេស៊ីក្តីចចកទាំងឡាយកំពុងកកេស៊ីក្តីបាណជាតិសត្វល្អិតមានរុយជាដើមទាំងឡាយផ្សេងកំពុងរួមជញ្ជក់ស៊ីក្តីដូចម្ដេចមិញភិក្ខុនោះក៏បង្អោនសរីរៈស្លាប់នោះមកប្រៀបនឹងកាយនេះឯងថាសូម្បីកាយនេះសោតក៏គង់នឹងមានសភាវៈដូច្នោះគង់នឹងคล้ายទៅជាដូច្នោះនឹងកន្លងនៅភាវៈដូច្នោះពុំបានឡើយភិក្ខុពិចារណាឃើញនៅកាយក្នុងកាយជាខាងក្នុងជាប្រក្រតីដោយការកំណត់នៅអសុភៈមានអសុភៈដែលពួកសត្វកំពុងចឹកស៊ីជាដើមគ្រប់អរិយាបថទាំង4យ៉ាងនេះផងពិចារណាឃើញនៅកាយក្នុងកាយខាងក្រៅជាប្រក្រតីគ្រប់អរិយាបថទាំង4ផងពិចារណាឃើញនៅកាយក្នុងកាយជាខាងក្នុងនិងខាងក្រៅជាប្រក្រតីគ្រប់អរិយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងក្នុងកាយជាប្រក្រតីគ្រប់អរិយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតីគ្រប់អរិយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលប្រជុំកើតឡើងនិងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតីគ្រប់អរិយាបថទាំង4ផងមួយទៀតស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថាកាយមានមែនគ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញាដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះភិក្ខុមានចិត្តមិនអាស្រ័យដោយតណ្ហានិងទិដ្ឋិគ្រប់អរិយាបថទាំង4ផងមិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផងមនាលភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញនៅកាយក្នុងកាយជាប្រក្រតីគ្រប់អរិយាបថទាំង4យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយពាក្យខាងមុខនៅមានទៀតភិក្ខុក៏បីឃើញនៅសរីរៈស្លាប់ដែលគេចោលក្នុងព្រៃស្មោសានសល់នៅតែរាងឆ្អឹងប្រកបដោយសាច់និងឈាមមានសរសៃជាគ្រឿងចងដូចម្ដេចមិញសរីរៈនៅសល់តែរាងឆ្អឹងឥតមានសាច់ប្រឡាក់ដោយឈាមមានតែសរសៃជាគ្រឿងចងសរីរៈនៅសល់តែរាងឆ្អឹងឥតមានសាច់និងឈាមមានតែសរសៃជាគ្រឿងចងសរីរៈនៅសល់តែរាងឆ្អឹងទទេមិនមានសរសៃចងរូបរិទ្ធឆាត់ឆាយរត់រាយទៅក្នុងទិសតូចនិងទិសធំគឺឆ្អឹងដៃទៅដីឡែកឆ្អឹងជើងទៅដីឡែកឆ្អឹងស្មងទៅដីឡែកឆ្អឹងភ្លៅទៅដីឡែកឆ្អឹងចង្កេះទៅដីឡែកឆ្អឹងខ្នងទៅដីឡែកឆ្អឹងត្រនងខ្នងទៅដីឡែកឆ្អឹងចំនីទៅដីឡែកឆ្អឹងទ្រូងទៅដីឡែកឆ្អឹងស្មាទៅដីឡែកឆ្អឹងកំភ្លួនដៃទៅដីឡែកឆ្អឹងកទៅដីឡែកឆ្អឹងចង្កាទៅដីឡែកធ្មេញទៅដីឡែកលលាក្បាលទៅដីឡែកដូចម្ដេចមិញភិក្ខុនោះក៏បង្អោនសរីរៈស្លាប់នោះមកប្រៀបផ្ទឹមនឹងកាយនេះឯងថាសូម្បីកាយនេះសោតក៏គង់នឹងមានសភាវៈដូច្នោះគង់នឹងคล้ายទៅជាដូច្នោះនឹងកន្លងនៅភាវៈដូច្នោះពុំបានឡើយភិក្ខុពិចារណាឃើញនៅកាយក្នុងកាយជាខាងក្នុងជាប្រក្រតីដោយការកំណត់នៅសរីរៈស្លាប់ដែលនៅសល់តែរាងឆ្អឹងជាដើមគ្រប់អរិយាបថទាំង4យ៉ាងនេះផងពិចារណាឃើញនៅកាយក្នុងកាយខាងក្រៅជាប្រក្រតីគ្រប់អរិយាបថទាំង4ផង
ពិចារណាឃើញនៃកាយក្នុងកាយជាខាងក្នុងនិងខាងក្រៅជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងនិងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងមួយទៀតស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថាកាយនេះមានមែនគ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញាដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះភិក្ខុមានចិត្តមិនអាស្រ័យដោយតណ្ហានិងទិដ្ឋិគ្រប់អេរយាបថទាំង4ផងមិនប្រគិប្រកាន់អ្វីតិចតួចក្នុងលោកផងមនាលភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញនៃកាយក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយពាក្យខាងមុខនៅមានទៀតភិក្ខុក៏បីឃើញនៅសរីរៈស្លាប់ដែលគេចោលក្នុងព្រៃស្មោសាសល់នៅតែឆ្អឹងទទេមានសម្បុរសដូចជាសម្បុរនិសាសរីរៈសល់នៅតែឆ្អឹងទទេរយរាយជាពំនូតកន្លងហួសទៅ1ឆ្នាំហើយសរីរៈសល់នៅតែឆ្អឹងទទេពុកភុយខ្ទេចខ្ទីជាកំតិចតូចកំតិចធំផ្សេងដោយម្ដេចមិញភិក្ខុនោះក៏បង្អោនសរីរៈស្លាប់នោះមកប្រៀបនឹងកាយនេះឯងថាសូម្បីកាយនេះសោតក៏គង់នឹងមានសភាវៈដូច្នោះគង់នឹងคล้ายទៅជាដូច្នោះនឹងកន្លងនៅភាវៈដូច្នោះពុំបានឡើយភិក្ខុពិចារណាឃើញនៃកាយក្នុងកាយជាខាងក្នុងជាប្រក្រតីគ្រប់អេរយាបថទាំង4យ៉ាងនេះផងពិចារណាឃើញនៃកាយក្នុងកាយខាងក្រៅជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៃកាយក្នុងកាយជាខាងក្នុងនិងខាងក្រៅជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងនិងធម៌ដែលសូន្យទៅក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងមួយទៀតស្មារតីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថាកាយនេះមានមែនគ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញាដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះភិក្ខុមានចិត្តមិនអាស្រ័យដោយតណ្ហានិងទិដ្ឋិគ្រប់អេរយាបថទាំង4ផងមិនប្រគិប្រកាន់អ្វីតិចតួចក្នុងលោកផងមនាលភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញនៃកាយក្នុងកាយជាប្រក្រតីគ្រប់អេរយាបថទាំង4យ៉ាងនេះឯងចប់នវសីវតិកាពពៈចប់កាយានុបស្សនាសូមជ្រះថ្លាអនុមោទនា